កន្លែងទីធ្លាស្អាតបាតមិនថាផ្ទះមិនថាវត្តមិនថាទីកន្លែងស្ថាប័នអីទេវាមានសេរីសួស្តីបើយើងនិយាយភាសាក្នុងរឿងមើលមិនឃើញដូចថាទេវតាគេនៅអាស្រ័យគេជួយបីបាច់ថែអាសាហ្នឹងហើយបើកន្លែងអត់ស្អាតទេវតាមានបុណ្យគេអត់មកនៅមួយយើងទេគឺគ្រីកក៏គ្រុកសម្រាមសម្រួចអីចឹងណាអញ្ចឹងតើផ្ទះសម្បែងបើក្នុងធម៌និយាយពីរឿងពេលយើងមកធ្វើផ្ទះដំបងបុកគ្រឹះទេវតាឧទាហរណ៍ថាម្ចាស់ផ្ទះនឹងមានបុណ្យទេវតាមានបុណ្យមកនៅជាមួយម្ចាស់ផ្ទះនឹងអត់សូវមានសិលអត់សូវមានគុណធម៌អ្នកមកនៅជាមួយយើងក៏អ្នកអត់សូវមានបុណ្យដែរអញ្ចឹងតើម្ចាស់ផ្ទះនឹងថែអាសាកន្លែងដែរបានទេវតាឲ្យពរនិយាយជារួមប្រទេសជាតិនឹងតើស្អាតបាតដែរបានទេវតាឲ្យពរបើអញ្ចឹងទេវតាយើងដូចថាអ្នកមានបុណ្យវាតិចពេកអ្នកអត់បុណ្យវាច្រើននោះមិនមែនអត់បុណ្យរឿងអីអត់បុណ្យរឿងកខិចរឿងអត់ចេះថែអាសាហ្នឹងណាដល់កខិចអត់ចេះថែអាសាគេក៏មិនសូវជាយកចិត្តទុកដាក់សម្រាប់នេះតិចរឿងហ្នឹងរឿងចេះទេគាត់ហ្នឹងរកស៊ីខាតគាត់ម៉ៅការសំណងចេះអត់លុយឲ្យគេរត់ចោលស្រុកទៅនៅលើកោះដល់ហើយមានបរោះម្នាក់ដែលគាត់ទៅនៅលើកោះនឹងមុនដូចហៅជាមនុស្សព្រៃអញ្ចឹងណាក៏ប្រាប់ថានៅមកនៅលើកោះនឹងមានតំណមួយហាមធ្វើឲ្យកោះនឹងកខិចតាកោះនឹងកខិចអ្នកថែអាសាគេរករឿងហើយដំបងឡើយក្រុមអ្នកម៉ៅការសំណងនឹងចេះតែប្រយ័ត្នណាដល់ពេលនៅយូរទៅមិនអីញោមនៅយូរទៅគេហៅប្រមាថដល់ប្រមាថចាប់ផ្ដើមផឹកដល់ផឹកមិនញោមផឹកបោះចោលបោះក៏សបកថង់ស្អីសិកតិចកទីចោលទៅយូរទៅទេវតាដែលថែរក្សាកោះហ្នឹងចាប់ផ្ដើមខឹងថាតាំងពីមានមនុស្សនឹងមកធ្វើឲ្យកោះអញនៅធ្លាប់ស្អាតកខិចអញអត់ឲ្យពួកនឹងនៅកន្លែងអញទៀតទេអញ្ចឹងថ្ងៃ15កើតទំនាញទឹកពេលប្រច័នពេញបូរមីទឹកវាឡើងណាដល់ពេលហើយថ្ងៃ15កើតហ្នឹងទេវតាមកប្រកាសហ្មងមុនថ្ងៃ15កើតថាថ្ងៃនេះយើងជាទេវតាថែអាសាកោះនេះយើងសប្បាយណាស់បានអ្នកទាំងអស់គ្នាមកនៅមួយយើងថ្ងៃ15កើតហ្នឹងអ្នកទាំងអស់គ្នាមកលេងមាត់សមុទ្រផឹកស៊ីឲ្យអស់ចិត្តទៅប៉ុន្តែបំណងទេវតាហ្នឹងមិនចេះញាតិញោមហ្នឹងឯងបំណងទេវតាហ្នឹងគឺធ្វើឲ្យទឹកនឹងឡើងមកគួចមនុស្សដែលមកផឹកស៊ីមាត់សមុទ្រនឹងទាញចូលសមុទ្រឲ្យអស់អានឹងស្មាតទោសដោយកាលពីសម័យឆ្នាំប្រហែលដែលស៊ូណាមីនៅថៃនៅអីណាហ្នឹងហើយអ្នកវាមានទេវតាល្អវាមានទេវតាអាក្រក់ទេវតាចិត្តអាក្រក់ខឹងហ្នឹងមកប្រកាសឲ្យគេទៅផឹកស៊ីបំណងគឺគួចយកមនុស្សនឹងទៅទាំងអស់ប៉ុន្តែក្នុងចំណោមនោះមានទេវតាល្អដែរហើយក៏មានមនុស្សល្អមកប្រាប់មនុស្សល្អថាណែថ្ងៃ15កើតនឹងកុំទៅលេងមាត់សមុទ្រហ្នឹងណាទឹកឡើងគួចមនុស្សទៅអស់ហើយថ្ងៃហ្នឹងគ្រោះថ្នាក់នាំគ្នាឡើងទូកហើយអញ្ចឹងណាប្រាប់អញ្ចឹងវាមានអ្នកខ្វះបុណ្យវាមានអ្នកមានបុណ្យដែលទេវតាជួយបានអ្នកដែលជឿទេវតាហ្នឹងក៏ឡើងលើទេវតាល្អក៏ឡើងលើទូកទៅអ្នកដែលវល់វក់នឹងរឿងផឹកស៊ីទៅផឹកស៊ីមាត់សមុទ្រថ្ងៃ15កើតនោះវឺមកស៊ូណាមីគួចខ្ទេចស្លាប់អស់ទៅដែលសរុបមកវិញហ្នឹងចង់និយាយទេថាកន្លែងដែលម្ចាស់ផ្ទះម្ចាស់កន្លែងរៀបចំឲ្យបានស្អាតបាតមានសណ្ដាប់ធ្នាប់ទេវតាឲ្យពរអញ្ចឹងណាហើយនិយាយជារួមនិយាយម្នាក់និយាយជារួមប្រទេសជាតិទាំងមូលណាញាតិញោមណាមានបងប្អូនណាធ្លាប់ទៅគិរីរម្យហ៎ធ្លាប់ទៅកន្លែងគេញ៉ាំអីនៅតាមព្រៃហ៎ឃើញអីគេសម្រាមអូយអាត្មាថាឲ្យញាតិញោមហើយលេងហូបហើយបោះចោលក្នុងព្រៃចុងឡើងសសភូហើយដល់អញ្ចឹងវាមាន
សេរីសួស្ដីអីយើងទៅហិតតែសម្រាមគេហ្នឹងអេវាមិនទាំងអស់ទេប៉ុន្តែកន្លែងឈប់ហ្នឹងភាគច្រើនសម្រាមអាចខ្វះមកពីធុងសម្រាមអាញាធរលោកអត់បានរៀបចំអីយ៉ាងម៉េចហើយនឹងរួមផ្សំទាំងអីញាតិញោមរួមផ្សំទាំងយើងអ្នកទៅលេងសំខាន់ពិសេសអញ្ចឹងបាននៅក្នុងធម៌ហ្នឹងព្រះអង្គឲ្យយើងចេះមានសណ្ដាប់ធ្នាប់ក្នុងធម៌ថាអ្នកដែលរៀបចំកន្លែងហ្នឹងឈ្មោះថាជាអ្នកមានសិលហើយមានសិលធ្វើឲ្យរិស័យឡើងហ្មងបើសិនជាកន្លែងគិកគុកមនុស្សអត់សិលមានបុណ្យណាក៏បុណ្យអត់ងាយឲ្យផលដែរឧទាហរណ៍ថាមានអ្នកណាមួយមានបំណងចង់មកជួយយើងហើយប៉ុន្តែយើងរៀបចំកន្លែងអត់ល្អអាត្មាលើកជាក់ស្ដែងចុះលើឧទាហរណ៍ញោមម្នាក់នោះគាត់អ្នកធូធាមានលុយរាប់វល់ម៉ឺនអញ្ចឹងទៅគាត់ចង់ទៅយកបច្ច័យហ្នឹងចូលវត្តណាមួយនោះស្រាប់តែទៅដល់អាចារ្យក៏មិនអើពើនិយាយចុះគាត់ស្លៀកពាក់ធម្មតាស្មានថាដូចថាមនុស្សធម្មតាអត់លុយអត់កាក់អញ្ចឹងណាអញ្ចឹងរៀងសោះអង្គើយទៅចុងក្រោយញោមនោះត្រូវចូលប្រមាណម៉ឺនណាគេលោក500បាននិយាយនេះចង់និយាយថាបុណ្យដែលត្រូវទទួលត្រូវបាន10000ស្រាប់តែបានតែ500អញ្ចឹងណាដោយការរៀបចំសណ្ដាប់ធ្នាប់នឹងអត់ល្អអញ្ចឹងណាញាតិញោមណាបើនិយាយជារួមគឺជាអ្នកមានសិលហ្នឹងធ្វើឲ្យមានរិស័យឡើងចរិយាមេរយាទការរៀបចំចរិតរឹកពាក្យសម្ដីពីរោះភាសាហ្នឹងសិលណាញាតិញោមណាអនុមោទនា